ឥឡូវយើងមើលដំបូងទៅនឹងពាក្យថ្មីដូចម្សិលមិញដែរណាមេរៀនហ្នឹងស្រដៀងម្សិលមិញeconomic មានន័យថាម៉េចបាទ economic សេដ្ឋកិច្ចដល់ពេល economics មាន S សំដៅលើមុខវិជ្ជាសេដ្ឋកិច្ចឧទាហរណ៍ថាយើងរៀនតនៅសាកលជំនាញសេដ្ឋកិច្ចអញ្ចឹងណាអញ្ចឹង economic ដែលមាន S ហ្នឹងសំដៅលើមុខវិជ្ជា subject អូខេឬក៏នៅសាលាវិទ្យាល័យយើងក៏មានមុខវិជ្ជាសេដ្ឋកិច្ចដែរ economics MS ដល់ពេល economic តទេចេះសំដៅលើដោយបច្ចុប្បន្នអញ្ចឹងគេថាសេដ្ឋកិច្ចធ្លាក់សេដ្ឋកិច្ចឡើងអីចឹងណាអាហ្នឹង economic ហ្នឹងឬក៏ economy អូខេ earning what does it mean earning បាទ earn រកលុយរកប្រាក់ចំណូលដល់ពេល earning time S បាទឬនិយាយចំទៅគឺចំណូលដែលយើងរកបាន earning អូខេព្រោះ earning មាន S តោះ disagree បាទ disagree មានន័យថាមិនយល់ស្របឬក៏មិនយល់ស្របតោះទៀត application អាហ្នឹងដូចយើងរៀនសិនមិញនិយាយពាក្យ apply ដាក់ពាក្យធ្វើការដល់ពេលនាមរបស់ពាក្យថា apply ហ្នឹងគឺ application ហ្នឹងហើយអូខេអញ្ចឹង application គឺតើតើនឹងពាក្យដាក់ធ្វើការឬក៏ពាក្យចូលរៀនពេលបងអូនចូលរៀនដើមឆ្នាំហ្នឹងយើងដាក់ application form មែនទេដាក់ពាក្យចូលរៀនពេលបងអូនចប់ទី12បងអូនឡើងរៀនសកលយើងត្រូវដាក់ application form ម្ដងទៀតand profitable what does it mean profit ប្រាក់ចំណេញដល់ពេល profitable បាទដែលចំណេញជាង profitable វាជាគុណនាមពាក្យណាដែលមាន able នៅខាងចុងវាជាគុណនាមណា profitable ដែលអាចរកប្រាក់ចំណេញបានអញ្ចឹងណា advertising ការបើកការផ្សាយពាណិជ្ជកម្មយើងដោយសារមើល YouTube អីចឹងឃើញលុត ad មក ad ហ្នឹងពាក្យពេញរបស់វាគឺ advertising ហ្នឹងឯង advertising ឬក៏ advertisement បាទពាក្យបន្ទាប់ទៀតអីគេ resignation មានន័យថាម៉េចបាទ resignation ការលាលែងពីតំណែងការឈប់ពីការងារលាលែងចុះ resignation មានន័យថាយើងឈប់គេដេញចេញឬក៏យើងឈប់ខ្លួនឯងបាទយើងឈប់ខ្លួនឯងចុះម្សិលមិញគេដេញចេញលើថាម៉េចវាថាដេញចេញ give someone a shake មែនណាចឹង give shake ហ្នឹងគឺដេញចោលឬក៏ fire បាញ់កំភ្លើងហ្នឹង fire ហ្នឹងក៏ដេញចេញដែរឧទាហរណ៍ you are fired okay តោះ number the next one qualify so you all are qualified students yeah? You know Messi and you know Ronaldo yeah they are qualified footballer that means footballer with a lot of ability okay qualify មានន័យថាដែលមានសមត្ថភាព unemployed jobless people okay unemployed they mean no job okay so if you don't study hard you will be unemployed បើអ្នកមិនប្រឹងរៀនអ្នកនឹង unemployed retirement ចូលនិវត្តន៍អានេះដល់ឆ្នាំអូខេឬក៏ជិតដល់ឆ្នាំហើយយើងដាក់ពាក្យចូលនិវត្តន៍មុនកំណត់ខាត់បានបាទអូខេអញ្ចឹងពាក្យថ្មីមានប៉ុណ្ណឹងមានពាក្យណាអត់ទាន់ទេវាចុងក្រោយគេចូលនិវត្តន៍